សួស្តីទាំងអស់គ្នាឥឡូវថ្ងៃនេះខ្ញុំនឹងធ្វើការប្រាប់តកតងនឹងverb ដែលគេស័ព្ទ verb ចំពោះពាក្យណាដែលនៅខាងចុងវាគឺជាអក្សរ y អក្សរ y ហ្នឹងគឺសម្រាប់ប្រើទៅលើ present simple present simple ហ្នឹងយើងប្រើថាបច្ចុប្បន្នកាលធម្មតាមានថាគឺជាសកម្មភាពដែលយើងប្រើប្រចាំថ្ងៃអញ្ចឹងគេស័ព្ទខាងចុងដែលមានអក្សរ y សម្រាប់ប្រើ present simple ជាមួយនឹង subject ប្រហែលមានខ្លះដែលខ្ញុំធ្វើការបញ្ជាក់លម្អិតណានេះ subject យើងមានដែលយើងត្រូវប្រើដែលធ្វើការផ្លាស់ប្ដូរអញ្ចឹងយើងប្រើអក្សរ y នេះឲ្យទៅជា IES អញ្ចឹងមានថាយើងលុប y ថែម IES ទៅលើពាក្យដូចជាពាក្យអីគេដូចជាពាក្យstudy ដូចជាពាក្យ study ទៅជា studies អញ្ចឹងយើងគាត់ថាសិក្សា studies ដូចជាពាក្យ fry ចៀនអូខេដូចយើង I fry chicken I fry fish ចឹងទៅយើងប្រើនឹងបានអញ្ចឹងយើងត្រូវលុប y ថែម IES គឺថាយើងនៅប្រើវានៅពេលណាប្រើវានៅពេលណាដែលយើងត្រូវលុបពេលណាយើងត្រូវលុប y ថែម IES ហើយដូចជាពាក្យគេដូចពាក្យ fly ហោះហើរហ្នឹងណាជា verb ប្រភេទគេស័ព្ទអញ្ចឹងយើងប្រើនេះអញ្ចឹងយើងត្រូវលុប y នឹងឲ្យថែម IES មកទៅជាពាក្យទាំងអស់ហ្នឹងនឹងក៏ជាឧទាហរណ៍មួយចំនួនហើយលក្ខខណ្ឌខ្លះក៏យើងអាចប្រើបានដែរគឺយើងប្រើទាំងអស់ហ្នឹងណាយើងលុបប្រើពាក្យទាំងអស់នេះដែលយើងត្រូវប្រើហ្នឹងដែលខ្ញុំគូដាក់ក្រហមហ្នឹងអញ្ចឹងយើងប្រើនៅពេលណានេះនៅពេលយើងប្រើនៅពេលបច្ចុប្បន្នកាលធម្មតាពេលបច្ចុប្បន្នកាលធម្មតាយើងប្រើវាអញ្ចឹង present simple នេះមកហើយចំពោះ subject ដែលយើងត្រូវប្រើហើយនឹងធ្វើការផ្លាស់ប្ដូរដូចជាអីខ្លះដូចជាពាក្យដូចជា he she it ចឹងទៅអញ្ចឹងពាក្យទាំងអស់ហ្នឹងយើងត្រូវប្រើហើយនេះជា subject ដែលយើងត្រូវផ្លាស់ប្ដូរមួយទៀតទាំងអស់គ្នាតាមពិតយើងប្រើពាក្យទាំងនេះវាល្អនៅការនៃការប្រើប្រយោគឬក៏ការនិយាយចឹងណាហើយពេលខ្លះអ្នកដែលគាត់សរសេរក៏អត់ដឹងហើយក៏អ្នកមួយចំនួនគាត់មានកំហុសឆ្គងច្រើនហើយអញ្ចឹងក៏ខ្ញុំលើកមកចំណុចតូចទេយកមកប្រើនៅមកប្រាប់ចឹងទៅហើយ subject ហ្នឹងគឺជា subject pronoun he she it ប៉ុន្តែឧទាហរណ៍ខ្ញុំអាចដាក់ my mother my sister អាហ្នឹងក៏យើងអាចផ្លាស់ប្ដូរបានដែរ my sister my friend ចឹងទៅmy father ឬក៏យើងអាចដាក់ឈ្មោះដូចជាពាក្យ Dani ចឹងទៅពិសីម៉ៃចឹងទៅហ្នឹងហើយអញ្ចឹងរាល់ subject ដែលខ្ញុំដាក់ឲ្យទាំងអស់នេះនៅពេលដែលយើងប្រើវាគឺយើងតែងតែលុប y ថែម IES ទាំងអស់គ្នានេះឧទាហរណ៍ខ្ញុំអាចនិយាយថាfry អូខេ fry អញ្ចឹងយើងអត់ដាក់ fry ចេះទេយើងអត់ដាក់ fry ចេះទេអញ្ចឹងយើងត្រូវលុប y ថែម IES តែ fry fish for breakfast អញ្ចឹងទៅអញ្ចឹងខ្ញុំអាចនិយាយថាចេះ he fries fish for breakfast she fries fish for breakfast it fry fish for breakfast ប៉ុន្តែចំពោះ it នេះក្នុងករណីដែលយើងប្រើទៅលើសត្វបាទសត្វឬក៏វត្ថុឯកវចនៈដែលយើងប្រើណាអូខេឥឡូវយើងប្រើមួយទៀតគឺ my mother អូខេ my mother fry fish ចឹងមកឥឡូវខ្ញុំ copy មកកុំឲ្យយូកាដាក់ចេះមកទៅអូខេអញ្ចឹងខ្ញុំដាក់ថា my mother ឥឡូវខ្ញុំគូស highlight មកដើម្បីកុំឲ្យធ្វើការកុំឲ្យច្រឡំណាកុំឲ្យច្រឡំដាក់ចេះច្រឡំអូខេដាក់ចេះព្រោះមើលអញ្ចឹង my mother fries fish for breakfast my sister fry fish for breakfast my friend fries fish for breakfast my father អញ្ចឹងទៅ
ok chắc nhóm ai đặt môi tiết cứ mua vô tầm đòn phần đá cứ sầm đào được mua muối đó dương on vậy tha Danny and Pisay để dương vậy để ai về chân này đấy mua nó á chẳng cho anh vậy tha Danny fries fish for breakfast Pisay fry fish for breakfast mày fry fish for breakfast chẳngនេះគឺជាឧទាហរណ៍ដែលខ្ញុំនិយាយប្រើកិរិយាសព្ទដែលមានអក្សរ y នៅខាងចុងយើងត្រូវលុប y តាម ies ដូចជាពាក្យ study studies fry fries fly flies មានពាក្យច្រើនទៀតទាំងអស់គ្នាហើយមួយទៀតយើងប្រើហើយយើងប្រើនៅពេលណាសួរថាយើងប្រើនៅពេលណាយើងត្រូវដឹងឲ្យច្បាស់គឺប្រើនៅពេលដែលយើងជាមួយនឹងកាលបច្ចុប្បន្នកាលកំពុងបន្តសំទោសបច្ចុប្បន្នកាលធម្មតា present simple កាលហ្នឹងណាបច្ចុប្បន្នកាលធម្មតាមានថាយ៉ាងម៉េចតោះនេះស្ដាប់ហើយអាចស្កប់កត់ទុកបច្ចុប្បន្នកាលកំពុងបន្តមានថាគឺជាសកម្មភាពយើងប្រើប្រចាំថ្ងៃ daily action activity គឺជាសកម្មភាពដដែលយើងប្រើជាប្រចាំថ្ងៃឧទាហរណ៍ខ្ញុំតែងតែឬក៏ខ្ញុំធ្វើអ្វីមួយជាប្រចាំថ្ងៃដែលយើងទម្លាប់ខ្លាយជាទម្លាប់របស់យើងมันអាចជិះវៀងបានដូចជាយើងដោះធ្មេញងូតទឹកបោកកៅអៅហូបបាយអញ្ចឹងទៅសាលារៀនគឺជាទម្លាប់ប្រចាំថ្ងៃដដែលអញ្ចឹងសួរថាយើងត្រូវទប់លុប y time as ប្រើនៅពេលណាអញ្ចឹងនេះគឺ subject he she it យើងត្រូវដាក់អញ្ចឹងទី he fry ទៅហើយក៏ជា my sister my brother my sister អញ្ចឹងទៅ my friend my father ទៅយើងប្រើចំណុចហ្នឹងហើយក៏អាចជាឈ្មោះហ្នឹងគឺមិនមែនឈ្មោះបញ្ចូលគ្នាអញ្ចឹងទេណាកុំច្រឡំនេះខ្ញុំដាក់ដាច់ទេប៉ុន្តែយើងអត់អាចនិយាយថាខ្ញុំអត់និយាយថា Danny and Pisay Danny and នេះទេប៉ុន្តែខ្ញុំនិយាយឈ្មោះតែមួយអត់តែឈ្មោះរបស់មនុស្សដែលយើងត្រូវប្រើមួយឧទាហរណ៍ Mike fries fish for breakfast Pisay fries fish for breakfast ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងយើងប្រើទម្រង់ទាំងអស់ហ្នឹងដើម្បីយើងប្រើដោយបច្ចុប្បន្នកាលធម្មតាឥឡូវខ្ញុំបញ្យល់អស់ហើយពីលើហ្នឹងហើយក៏ជាកិរិយាសព្ទហ្នឹងគឺយើងប្រើទៅលើកាលហ្នឹងឥឡូវនេះគឺកិរិយាសព្ទខ្លះក៏អក្សរ y ខាងចុងដែរក៏ប៉ុន្តែយើងអត់អាចប្រើវានៅខាងចុងទោះបីអក្សរ y ខាងចុងក៏ដោយក៏យើងអាចប្រើបានដែរហេតុអីនេះទាំងអស់នេះអាចមើលទាំងអស់គ្នាបានដូចជាពាក្យអីគេដូចជាពាក្យ stay ឥឡូវខ្ញុំដាក់ highlight ផ្សេងកុំឲ្យច្រឡំគ្នាឥឡូវខ្ញុំដាក់ពណ៌ក្រហមហ្មងទៅដើម្បីចំណាំពណ៌រៀងកម្ៅតិចចុះដូចជាពាក្យ stay អូខេដូចជាពាក្យplay ហ្នឹងទៅដូចជាពាក្យ pay អញ្ចឹងពាក្យចំណាយទាំងអស់ហ្នឹងយើងត្រូវប្រើអក្សរនៅខាងចុងវាគឺដូចជាពាក្យstay ណោះនេះគឺយើងត្រូវថែម i តែម្ដងមួយទៀតគឺដូចជាពាក្យអីគេដូចជាពាក្យអូខេដូចជាពាក្យអីគេណោះនេះ play ហ្នឹងគឺថែម i តែម្ដងនេះដោយលក្ខខណ្ឌខាងលើនេះដែលខ្ញុំឲ្យដូចគ្នាប៉ុន្តែអក្សរ y ខាងចុងដែរយើងត្រូវគ្រាន់តែថែមអក្សរ s ខាងចុងគឺចប់បាត់ហើយហេតុអីដោយសារតែពាក្យទាំងនេះទាំងអស់គ្នាពាក្យទាំងអស់នេះគឺវាជាស្រៈវាជាស្រៈហ្នឹងហើយវាជាស្រៈនៅខាងចំបន្តអក្សរ y ហ្នឹងនេះគឺជាស្រៈទាំងអស់ហ្នឹងអញ្ចឹងអាស្រៈទាំងអស់ហ្នឹងហើយយើងអត់អាចលុប y ទេលុប y time i s បានទេរាល់លក្ខខណ្ឌទាំងអស់ហ្នឹងណាអញ្ចឹងស្រៈភាសាអង់គ្លេសដែលខ្ញុំបញ្ជាក់ស្រៈតូភាសាអង់គ្លេសគឺមាន a មាន e i o u ចឹងនេះគឺជាស្រៈដែលយើងត្រូវប្រើស្រៈទាំងអស់ហ្នឹងនៅពេលដែលស្រៈទាំងអស់ហ្នឹងនៅខាងមុខអក្សរ y នេះយើងគ្រាន់តែថែមអក្សរ s ចប់ប៉ុន្តែតោះនេះមើលខាងនេះវិញយើងមើលខាងលើបន្តិចវិញនៅខាងចុងគឺជានៅខាងចុងពាក្យដែលយើងធ្វើ y time i s ហ្នឹងណាគឺជាព្យញ្ជនៈក្រៅពី a e i u ហ្នឹងទាំងអស់តែ5ហ្នឹងគឺយើងត្រូវលុប y time i s ធម្មតាក្នុងលក្ខខណ្ឌ present simple ហើយចំពោះ subject នេះបើយើងអាចធ្វើការផ្លាស់ប្ដូរបានបងប្អូននេះគឺជាពាក្យនេះគឺជាចំណុចដែលយើងត្រូវយល់ហើយទៅក៏ប្រើជាប្រចាំថ្ងៃដែរហើយក៏មានអ្នកខុសជាប្រចាំដែរអញ្ចឹងក៏ខ្ញុំសុខចិត្តចេញជាវីដេអូឲ្យមួយដើម្បីបញ្ជាក់ដល់អ្នកទាំងបងអញ្ចឹងវីដេអូខ្ញុំគឺខ្ញុំបញ្ជាក់មានតែប៉ុណ្ណឹងបើសិនបងប្អូនចូលចិត្តនៅវីដេអូរបស់ខ្ញុំនឹងដាក់ comment មកហើយថាតទៀតខ្ញុំនឹងមានលក្ខខណ្ឌ
grammar ផ្សេងបន្ថែមទៀតអញ្ចឹងណាខ្លីៗខ្ញុំអត់បង្ហាញយូរទេខ្លាចបងប្អូនអរគ្នាចាប់អត់បានអញ្ចឹងខ្ញុំក៏ចេញនៅវីដេអូគ្លីបតែប៉ុណ្្នឹងទេអរគុណច្រើន